ជំរាបសួរពុកម៉ែបងប្អូននិងអ្នកតាមដានទាំងអស់មានរឿងថ្មីទៀតហើយគឺពាក់ព័ន្ធទៅនឹងប្រទេសកូរ៉េនិងកម្ពុជាវាគឺជាព័ត៌មានក្តៅកគុកតែម្ដងនៅព្រឹកថ្ងៃនេះនៅថ្ងៃទី15ដុល្លារឆ្នាំ2025កូរ៉េខាងត្បូងបានបន្តចាត់វិធានការការពារបរិវត្តរបស់ខ្លួននៅក្នុងប្រទេសកម្ពុជាដែលជាប់ពាក់ព័ន្ធទៅនឹងលោកវិឈិមអក្រិតកម្មឆបោកតាមប្រព័ន្ធអនឡាញហើយរដ្ឋាភិបាលកូរ៉េក៏បានបង្កើតនៅក្រុមពិសេសដើម្បីចុះសហការជាមួយនឹងកម្ពុជា ដើម្បីស្រាវជ្រាវ និងជួយជនរងគ្រោះដែលពាក់ព័ន្ធទៅនឹងការឆបោកទាំងនេះផងដែរថែមទាំងតាមចាប់ក្រុមនិងបកពួកទាំងអស់ដែលមានពាក់ព័ន្ធទៅនឹងការស្លាប់បាត់បង់ជីវិតរបស់និស្សិតកូរ៉េបានសហការហើយបានប្រកាសហាមប្រជាពលរដ្ឋរបស់ខ្លួនដើម្បីកុំឲ្យទៅធ្វើដំណើរទៅប្រទេសកម្ពុជាដូចជាខេត្តមួយចំនួនដែលមានផលប៉ះពាល់និងគ្រោះថ្នាក់ដល់ប្រជាជនដូចជាខេត្តដូចជាតំបន់បូកគោប៉ោយប៉ែតបាវិតព្រះសីហនុជាដើមភាគីខាងកម្ពុជាក៏បានចាប់ខ្លួនជនជាតិចិនចំនួន3នាក់ដែលពាក់ព័ន្ធទៅនឹងករណីឆបោកតាមប្រព័ន្ធអនឡាញនិងករណីស្លាប់និស្សិតកូរ៉េខាងត្បូងសរុបទៅវិធានការទាំងអស់នេះបានបង្ហាញថាកូរ៉េខាងត្បូងកំពុងតែរួមចំណែកយ៉ាងសកម្មជាមួយនឹងកម្ពុជាដើម្បីបណ្ដោះឬក៏រំដោះការពារបរិវត្តរបស់ខ្លួនដែលជាជនរងគ្រោះស្ថិតនៅក្នុងកណ្ដាប់ដៃរបស់ពួកអក្រិតជនទាំងអស់នោះរឿងដែលគួរឲ្យស្រៀបស្រើបមួយទៀតនោះគឺពាក់ព័ន្ធទៅនឹងជំនួយរបស់ប្រទេសកូរ៉េជារៀងរាល់ឆ្នាំកូរ៉េតែងតែផ្ដល់ជំនួយទៅដល់ប្រទេសកម្ពុជាដើម្បីជួយអភិវឌ្ឍនៅតំបន់ដែលខ្វះខាតមួយចំនួនធំហើយជំនួយនេះផងដែរគឺជាជំនួយឥតសំណងពីរដ្ឋាភិបាលកូរ៉េជួយទៅប្រទេសកម្ពុជាអញ្ចឹងកូរ៉េវាមានគុណចំពោះខ្មែរដែរដែលដឹងថាប្រទេសខ្មែរវាក្រីក្រហើយលំបាកប្រជាពលរដ្ឋរស់នៅគឺយ៉ាប់យ៉ឺនមែនទែនដូច្នេះកូរ៉េបានផ្ដល់ជំនួយជារៀងរាល់ឆ្នាំទៅឲ្យប្រទេសកម្ពុជានៅក្នុងនោះដែររដ្ឋាភិបាលកូរ៉េកំពុងពិនិត្យមើលរឿងឡើងវិញនៅជំនួយអភិវឌ្ឍផ្លូវការរបស់ ODA ប្រមាណជាង430,000 លានអុកដែលផ្ដល់មកដល់កម្ពុជាជារៀងរាល់ឆ្នាំមិនធម្មតាទេបងប្អូនលុយនេះគឺ4,300 អុកហ្នឹងវាជាជំនួយជួយមកដល់កម្ពុជាជារៀងរាល់ឆ្នាំជាមូលហេតុដែលការលំបាកក្នុងការសហការជាមួយនឹងខ្មែរអញ្ចឹងរដ្ឋាភិបាលកូរ៉េមានក្រុមចុះសហការជាមួយនឹងខ្មែរហ្នឹងវាមានផលវិបាកពេកដោយខ្មែរមិនសូវជាយកចិត្តទុកដាក់សហការធ្វើឲ្យអស់ដៃអស់ជើងជាមួយនឹងកូរ៉េទេក្នុងការស៊ើបអង្កេតតាមចាប់ពួកអក្រិតជនឆ្លងដែននិងពួកប្រព្រឹត្តនៅបទល្មើសតាមប្រព័ន្ធអនឡាញហ្នឹងគឺប្រទេសកម្ពុជារដ្ឋអំណាចខាងប្រទេសកម្ពុជាគាត់មិនមែនជាអ្នកខ្នះខ្នែងយ៉ាងពេញដៃពេញជើងក្នុងការតាមប្រមាញ់ពួកមេអក្រិតកម្មនិងជួយសង្គ្រោះប្រជាពលរដ្ឋរងគ្រោះរបស់កូរ៉េហ្នឹងទេគឺពួកគេធ្វើលក្ខណៈដូចជាហើយអើមិនដឹងមិនឮដូច្នេះកូរ៉េក៏សម្រេចចិត្តថានឹងចាត់វិធានការមួយទៀតគឺត្រួតពិនិត្យមើលលុយជំនួយដែលបានជួយមកដល់ប្រទេសកម្ពុជាជារៀងរាល់ឆ្នាំហើយក្នុងមួយឆ្នាំហ្នឹងគឺគេជួយបានដល់ទៅ4,300 អុកឯណោះអញ្ចឹងជំនួយនេះគេនឹងសើរើហើយនឹងស៊ើបអង្កេតឲ្យបានច្បាស់លាស់ហើយគេនិយាយទៀតថាដើម្បីតែពលរដ្ឋាភិបាលកូរ៉េបានស្នើសុំកិច្ចសហការដល់កម្រមួយនឹងសំទោសដោយសារតែកូរ៉េស្នើសុំការកិច្ចសហការជាមួយនឹងខ្មែរហ្នឹងវាកម្រនឹងឆ្លើយតប
វាគេថាកម្រនឹងទទួលនៅសំណើរបស់កូរ៉េដូច្នេះកូរ៉េក៏សម្រេចចិត្តដាក់វិធានការទាំងអស់នេះមកលើកម្ពុជាតែម្ដងហើយ ODA ដែលជាជំនួយមនុស្សធម៌មកដល់ប្រជាជនកម្ពុជារដ្ឋាភិបាលកូរ៉េក៏មានគម្រោងកាត់បន្ថយជំនួយនេះផងដែរដោយមានការចុះផ្សាយពីស្ថានីយទូរទស្សន៍ GBTC News របស់កូរ៉េផ្ទាល់តែម្ដងនេះគឺជាព័ត៌មានលេចលឺចេញពីប្រទេសកូរ៉េមិនមែនចេញពីប្រទេសខ្មែរទេបងប្អូនហើយបងប្អូនបើចង់ដឹងអាចតាមដានអានកាសែតកូរ៉េបាននៅក្នុងប្រទេសកូរ៉េយ៉ាងនេះសូម្បីតែនៅក្នុងព័ត៌មានមួយចំនួនក៏គេចុះផ្សាយនឹងបកប្រែដែរក៏ប៉ុន្តែវាថាអាចនឹងរំលងមួយថ្ងៃសិនអញ្ចឹងត្រឡប់មកវិញនៅថ្ងៃទី15ខែតុលាឆ្នាំ2025នេះសមាជិកក្រុមប្រឹក្សាជាន់ខ្ពស់លោកគីមខ្ជុងជូជាសមាជិកសភាជាតិតំណាងឲ្យទីក្រុងណាមយ៉ាងជូខេត្តខ្ជុងហ្វីមកដល់គណៈបកប្រជាធិបតេយ្យកូរ៉េមកពីគណៈបកប្រជាធិបតេយ្យកូរ៉េបានដឹកនាំក្រុមពិសេសមួយចុះទៅកម្ពុជាដើម្បីរំដោះប្រជាជនកូរ៉េដែលរងគ្រោះដោយអក្រិតកម្មឆបោកតាមប្រព័ន្ធអនឡាញអញ្ចឹងលោកគឺជាតំណាងរាស្ត្រមកពីគណៈបកប្រជាធិបតេយ្យប្រទេសកូរ៉េខាងត្បូងគាត់ខ្នះខ្នែងខ្លាំងមែនទែនដើម្បីស្រោចស្រង់នៅជនរងគ្រោះដែលជាជនជាតិកូរ៉េទាំងអស់នោះនៅក្នុងប្រទេសកម្ពុជាដែលស្ថិតនៅក្នុងកណ្ដាប់ដៃរបស់ពួកអក្រិតជនឆបោកហើយនឹងក្រុមបកពួករបស់គេដូច្នេះកូរ៉េកំពុងតែសហការយ៉ាងក្តៅកគុកមែនទែនយើងរងចាំមើលតទៅទៀតថានឹងមានអ្វីកើតឡើងហើយសត្វកណ្ដុរដែលនៅក្នុងរូងទាំងអស់នោះអាចនឹងចេញមកម្ដងមួយឬក៏នឹងត្រូវចេញមកទាំងអស់រឿងនេះវាក្តៅវាពាក់ព័ន្ធទៅនឹងគេឈ្មោះកិត្តិយសក្នុងប្រទេសកម្ពុជាផងដែរដូចជាលោកនាយករដ្ឋមន្ត្រីហ៊ុនសែននិងក្រុមបកពួករបស់លោកគឺរងការប៉ះពាល់ទៅនឹងគេឈ្មោះកិត្តិយសជាពិសេសហ្នឹងគឺប្រទេសកម្ពុជានឹងតែម្ដងបើនិយាយអំពីបញ្ហាថ្នាក់ដឹកនាំយើងគឺគាត់មិនដែលខ្វល់អំពីមុខមាត់ប្រទេសកម្ពុជាទៅជាយ៉ាងម៉េចឬមិនដែលខ្វល់អំពីសុខទុក្ខប្រជាពលរដ្ឋការលំបាកវេទនារបស់ប្រជាពលរដ្ឋហ្នឹងធ្ងន់ធ្ងរបែបណាហើយក្តីសុខរបស់ប្រជាជនក្រីក្រហ្នឹងវាយ៉ាងដូចម្ដេចហ្នឹងទីផ្សារសេដ្ឋកិច្ចហិរញ្ញវត្ថុពាក់ព័ន្ធទៅនឹងការដឹកនាំប្រទេសហ្នឹងវាយ៉ាងម៉េចគឺរដ្ឋាភិបាលកម្ពុជាមិនដែលយកចិត្តទុកដាក់អំពីរឿងរ៉ាវទាំងអស់នេះទេកន្លងមកយើងសង្កេតឃើញថារដ្ឋាភិបាលនៅប្រទេសកម្ពុជាយើងគាត់សម្លឹងឃើញតែបញ្ហាមួយគត់គឺការរកលុយនិងរកជំនួយយ៉ាងណាឲ្យបានដើម្បីយកមកផ្គត់ផ្គង់និងទ្រទ្រង់ទៅនឹងលុយប្រាក់ខែបើកជូនទៅអង្គរៈនិងចែកចាយទៅក្រុមបកពួករបស់គាត់ដើម្បីធ្វើការងារកាងអំណាចនិងបន្តទៀតទាំងអស់នេះហើយគឺជាបញ្ហាដ៏ស្មុគស្មាញពិបាកក្នុងការដោះស្រាយទាំងអស់សម្រាប់បញ្ហាប្រទេសកម្ពុជាពាក់ព័ន្ធនឹងប្រព័ន្ធឆបោកនេះអញ្ចឹងលុយជំនួយនិងលុយថវិកាដែលបានជួយផ្គត់ផ្គង់ដល់គណៈបកនិងក្រុមបកពួករបស់គណៈបកប្រជាជនកម្ពុជាហ្នឹងគឺវាស្ថិតនៅក្នុងប្រព័ន្ធឆបោកតាមអនឡាញនិងចាប់ចម្រិតនឹងផងដែរបញ្ហាចាប់ចម្រិតនិងឆបោកនឹងគឺជាជំងឺដ៏ធំមួយនៅក្នុងប្រទេសកម្ពុជាហើយក៏ជាបណ្ដាញសហគមន៍ដ៏ធំបំផុតនៅក្នុងប្រទេសកម្ពុជាហើយប្រទេសណាក៏បានមកសហការដើម្បីចាប់ដៃរស់ស៊ីឆបោកតាមប្រព័ន្ធអនឡាញទៅលើប្រទេសទូទាំងពិភពលោកដើម្បីយកលុយនឹងមកសហការនឹងជួយផ្ដល់នៅរដ្ឋាភិបាលខ្មែរបញ្ហាទាំងអស់ហ្នឹងហើយដែលធ្វើឲ្យប្រជាជននៅលើពិភពលោករងទុក្ខវេទនាជាពិសេសក៏ខ្មែរក៏មានដែរក៏ប៉ុន្តែប្រទេសខ្មែរយើងដោយសារតែប្រជាពលរដ្ឋក្រីក្រពេកមិនមានសិទ្ធិអំណាចក្នុងការតវ៉ាការស្លាប់បាត់បង់ជីវិតរបស់ប្រជាជនខ្មែរវាមានកើតឡើងច្រើនក៏ប៉ុន្តែវាអត់មានព័ត៌មានលេចលឺយើងដឹងស្រាប់ហើយដោយសារតែប្រទេសកម្ពុជាយើងបំបិទសិទ្ធិសេរីភាពព័ត៌មានទាំងអស់អញ្ចឹងវាមិនអាចលេចលឺនៅព័ត៌មានការស្លាប់បាត់បង់ជីវិតរបស់ជនជាតិខ្មែរទេគឺវាមានហើយវាមិនមានតិចទេក៏ហើយក៏វាមិនមានច្រើនដែរក៏ប៉ុន្តែវាត្រូវតែមានដោយសារអីបញ្ហាទាំងអស់ហ្នឹងគឺជាបញ្ហាកើតឡើងនៅក្នុងប្រទេសកម្ពុជាហើយក៏ជាបន្ទុកធ្ងន់មួយដែរនៅក្នុងប្រទេសកម្ពុជាសម្រាប់ប្រជាពលរដ្ឋ
ក្រីក្រដែលពួកគាត់អត់ឃ្លានចង់រកការងារធ្វើចង់បាននៅប្រាក់កម្រៃដើម្បីផ្គត់ផ្គង់ជីវភាពរបស់គាត់ដោយសារតែសម្លឹងមើលនៅក្នុងប្រទេសកម្ពុជាវាអត់មានអ្វីដែលជាដុំកំភួនសម្រាប់ជួយដល់ពួកគេបានអញ្ចឹងមានតែការចូលរួមនិងសហការធ្វើការជាមួយដោយស្ថិតនឹងការលួងលោមបោកបញ្ឆោតរបស់ពួកអក្រិតកម្មទាំងអស់នេះអញ្ចឹងប្រជាពលរដ្ឋខ្មែរគាត់រងគំនាបច្រើនជាងគេបំផុតនៅក្នុងបណ្ដាពិភពលោកនៃប្រជាជនទាំងអស់ដោយសារតែប្រទេសកម្ពុជាគឺជាកន្លែងដែលប្រជុំនៃអ្នកក្លាហានគឺក្រុមបងទុយបងធំគេថាប្រជុំនៃបកអ្នកក្លាហានមកទូទាំងប្រទេសដើម្បីមកប្រជុំគ្នានៅក្នុងប្រទេសកម្ពុជាបើកនៅបទអក្រិតកម្មប្រឆាំងនឹងការរំលោភបំពាននិងឈ្លានពានមានការរំលោភសិទ្ធិមនុស្សនិងបទអក្រិតកម្មអញ្ចឹងប្រទេសខ្មែរក្រោមការដឹកនាំរបស់លោកហ៊ុនសែនមានលុយមានអំណាចបានដោយសារតែលុយជំនួយបានពីខាងក្រៅផងនិងជាពិសេសគឺលុយឆបោកតាមប្រព័ន្ធអនឡាញនឹងតែម្ដងដោយសារតែលោកជាអ្នកកាងអំណាចគ្រប់គ្រងនិងផ្ដល់ជំរកដល់ពួកទាំងអស់នោះហើយពួកទាំងអស់នោះគឺផ្ដល់លុយទៅឲ្យលោកនាយករដ្ឋមន្ត្រីហ៊ុនសែនឬក៏រដ្ឋាភិបាលលោកហ៊ុនសែននឹងដើម្បីមានអំណាចបន្តទៀតក្នុងការកាងជូនក្នុងការកាងនិងគ្រប់គ្រងការពារពួកទាំងអស់នោះហើយខ្ញុំក៏សូមអរគុណសម្រាប់បងប្អូនទាំងអស់គ្នានៅពេលនេះ